សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតអំពីទីផ្សាររបស់ Rocket Lab ហើយ Rocket Lab គឺមានអាប់ដេតថ្មីបងប្អូនប្រហែលជាមួយអាទិត្យនេះគឺគេបានមានសន្ទុះប្រតិកម្មដែលថាមានសន្ទុះប្រតិបត្តិការដ៏រឹងមាំរបស់ Rocket Lab ដែលបានបញ្ចប់ការបាញ់បង្ហោះទី10ជាប់គ្នានៅក្នុង Syspexជាមួយនឹងអត្រាជោគជ័យសកម្ម 100% បងប្អូនគឺវាជារឿងល្អដោយបញ្ជាក់ពីការបាញ់បង្ហោះអេឡិចត្រូនខ្ពស់របស់ខ្លួនហើយព្រឹត្តិការណ៍ហ្នឹងគឺវាមានកម្លាំងអវកាសខ្លាំងហើយនៅក្នុងនោះគឺមានការសន្ទុះរហ័សហើយវាបាញ់ឡើងបានលឿនណាមានសន្ទុះល្អហើយរ៉ុកែតវាហ្នឹងគឺអភិវឌ្ឍធំជាងការពីប្រមាណមុនបងប្អូននេះថាគេមានការអាប់ដេតថ្មីហើយហេតុរ៉ាញ់វត្ថុហ្នឹងដូចលុយវាបានហក់ឡើងហើយរាយការណ៍ថាប្រាក់ចំណូលត្រីមាសទី1របស់ឆ្នាំ2026នេះគឺមានចំនួន$200 លានបានកើនឡើង63%ធៀបនឹងឆ្នាំមុនបងប្អូនអញ្ចឹងសិតតែអាប់ដេតវាល្អបងប្អូនប៉ុន្តែភាគហ៊ុនវាចុះដោយសារតែបញ្ហាសេដ្ឋកិច្ចទេបងប្អូនហើយ Rocket Lab ហ្នឹងគឺក្រុងរបាយការណ៍ប្រាក់ចំណូលត្រីមាសទី2 2026នៅថ្ងៃទី10ខែសីហាឆ្នាំ2026នេះឯងអញ្ចឹងឆាប់នេះឯងបងប្អូនហើយបើសិនជាយើង invest ឥឡូវបងប្អូនគឺថោកហើយខ្ញុំចាំមើលថាថ្ងៃស្អែកបើសិនជាភាគហ៊ុននឹងចុះបន្តិចប្រហែលជាខ្ញុំទិញបន្ថែមទៀតបងប្អូនព្រោះអីឥឡូវហ្នឹងគឺថោកល្អមែនតើហើយភាគហ៊ុនកាលពីថ្ងៃសុក្រគឺចុះច្រើនមែនតើបងប្អូនដែរទីផ្សារគេមានការព្រួយបារម្ភថាភាគហ៊ុនអាចនឹងចុះនៅក្នុងខែ8ហ្នឹងគឺច្រើនប៉ុន្តែគាត់ថាភាគហ៊ុនគឺវាអញ្ចឹងឯងបងប្អូនទៅពេលមាន bad news អីចឹងវាចុះវាឡើងចឹងឯងប៉ុន្តែខ្ញុំមានគម្រោងថានឹងទិញ Rocket Lab បន្ថែមទៀតចាំមើលមិនខ្ញុំនឹងអាប់ដេតជាមួយបងប្អូនហើយបើអាចថ្ងៃស្អែកពេលខ្ញុំមើលទីផ្សារហើយខ្ញុំនឹងបង្ហោះជាមួយនិយាយអំពីទីផ្សារជាថ្មីថាតើវាមានអីអាប់ដេតថ្មីថ្ងៃស្អែកជួបគ្នាបងប្អូនខ្ញុំនឹងtry to make my time to do the more live នៅក្នុង Facebook ឬក៏ YouTube ដើម្បីបន្ថែមឲ្យបងប្អូនមើលបន្ថែមទៀតព្រោះអីមហឹកនេះគឺមានការរវល់មែនទែនឲ្យដកខ្លួនឲ្យរួចហើយពេលមកពីធ្វើការវិញល្ងាចដែរអញ្ចឹងខ្ញុំដូចជាទីថាឆ្លៀតអត់បានណាបងប្អូនប៉ុន្តែថ្ងៃស្អែកខ្ញុំនឹងឆ្លៀតពេលវេលាដើម្បីធ្វើ YouTube ជាមួយបងប្អូនអូខេហើយឬមិនយើងជួបគ្នាថ្ងៃស្អែកទៀតអរគុណបងប្អូន